ចាជំរាបសួរបងប្អូនចារាត្រីនេះយើងមកបន្តរឿងរបស់យើងជាបន្តទៀតចាតើរឿងអីទៅបងប្អូនចាបងប្អូនពិតជាដឹងហើយពិតជារឿងបន្តពីភាគមុនចាមុននោះគឺ3ភាគទៅហើយរឿងយើងចាឥឡូវនេះគឺរឿងនៃភាគបញ្ចប់របស់អត្ថបទដែលមានចំណងជើងថាមេរៀនពីកំហុសចាឥឡូវនេះដល់រឿងទី4នេះមានចំណងជើងថាកុំសាងកំហុសលើរឿងដដែលចាតើរឿងនឹងមានអីខ្លះនៅក្នុងនឹងចាតាអញ្ចឹងយើងតាមដានទាំងអស់គ្នាបងប្អូនចាគួរតែកុំជន់ដានចាស់កុំធ្វើលើរឿងដដែលកុំអាងចំពោះការប្រើពាក្យសំទោសចាកុំអាងលើការសន្យាពីព្រោះវាជួយអ្វីយើងមិនបានទេចាបើសន្យាហើយត្រូវគោរពតាមការសន្យានោះផងរឹតតែត្រូវគោរពចំពោះខ្លួនឯងចាខុសលើកទី1វាជាកំហុសតែខុសលើកទី2និងលើកទី3វាជាជំរឿសរបស់យើងចាដើម្បីកាត់បន្ថយឬជៀសវាងចំពោះការធ្វើនៅកំហុសដដែលយើងគប្បីត្រូវបង្កើតសំណួរនៅក្នុងខួរក្បាលខ្លួនឯងសិនមុនពេលចាប់ផ្ដើមធ្វើអ្វីមួយចេញមកចាវាពិតជាសំខាន់ណាស់ដែលយើងត្រូវចោទសួរចំពោះខ្លួនឯងនៅសំណួរខ្លះមុនពេលយើងចាប់ផ្ដើមធ្វើអ្វីមួយហេតុអ្វីយើងត្រូវធ្វើវាតើយើងគួរធ្វើវាឬអត់តើវាមានប្រយោជន៍ទេវាចាំបាច់ទេវាប៉ះពាល់អ្វីខ្លះទេចាក្នុងភាពជាមនុស្សអ្វីដែលសំខាន់បំផុតគឺយើងត្រូវចេះទទួលស្គាល់កំហុសខ្លួនឯងនិងផ្ដល់ការអភ័យចំពោះកំហុសរបស់អ្នកដទៃចាមនុស្សដែលមានទំនួលខុសត្រូវម្នាក់គេនឹងមិនទម្លាក់កំហុសទៅលើអ្នកដទៃទេប៉ុន្តែគេនឹងរួមចំណែកទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើងចាសូមធ្វើជាមនុស្សដែលចូលចិត្តសម្លឹងរកមើលកំហុសខ្លួនឯងឲ្យបានច្រើនជាងការរងចាំចាប់កំហុសអ្នកដទៃចាព្រោះថាកំហុសរបស់យើងវាសំខាន់ណាស់ដើម្បីទទួលស្គាល់មេរៀនកែប្រែនិងជៀសវាងទៅថ្ងៃក្រោយកុំឲ្យជន់ដានចាស់ហើយវានឹងរឹតតែសំខាន់ដែលយើងត្រូវចម្រាញ់វាឲ្យកើតចេញជាមេរៀនសម្រាប់រៀនសូត្រពេញមួយជីវិតរបស់យើងចាបងប្អូនចារឿងទី4នេះចប់ហើយបងប្អូនចាចប់ហើយគឺអត្ថបទដែលមានចំណងជើងថាមេរៀនពីកំហុសហ្នឹងគឺក៏វាចប់ពេញលេញដោយបរិបូរណ៍ដែរបងប្អូនចាអញ្ចឹងរាត្រីនេះគឺបញ្ចប់រឿងទី4ហើយក៏បញ្ចប់អត្ថន័យពេញលេញរបស់មេរៀនពីកំហុសចាបងប្អូនអញ្ចឹងនាងខ្ញុំសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងចាសូមអរគុណសូមជម្រាបលារាត្រីសួស្តី